បាទសួស្តីបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំមានកលឹះមួយតទៅជាមួយនឹងការកំណត់ screenshot នៅក្នុងទូរស័ព្ទដៃ iPhone 12 Pro Max ណាអញ្ចឹងយើងកំណត់ screenshot បានដូចជាឧទាហរណ៍ថាទូរស័ព្ទដែលខ្ញុំកាន់នេះគឺទូរស័ព្ទ iPhone 12 Pro Max ណាអញ្ចឹងរបៀប screenshot យើងគ្រាន់តែកេះខ្នងវាមកក៏វា screenshot បានមួយបាទអញ្ចឹងកលឹះដែលយើងទៅដាក់វាជាដំបូងឡើយយើងចូលទៅកាន់ setting រៀងញ័របន្តិចដោយសារខ្ញុំថតទូរស័ព្ទពីរផ្សេងគ្នាណាអញ្ចឹងយើងចូលទៅកាន់ setting បាទបន្ទាប់មកទៀតយើងចូលទៅកាន់ពាក្យថា accessibility បាទយើង scroll ចុះមកក្រោមយើងយកពាក្យថា touch បាទបន្ទាប់មកទៀតយើង scroll វិញមកក្រោមទៀតយើងយកពាក្យថា back tab ណាខាងក្រោមវានេះ back tab ចុចលើពាក្យ back tab ហ្នឹងមកបាទយើងនឹងឃើញមាន double tab ហើយនឹងtriple tab ណាយើងយកពាក្យខាងលើ double tab អូខេបន្ទាប់មកទៀតនៅកន្លែងនេះអ្នកទាំងអស់គ្នានឹងឃើញ function មួយចំនួនរបស់ iPhone អញ្ចឹងអ្នកទាំងអស់គ្នា scroll ចុះមកក្រោមមកយើងនឹងឃើញពាក្យថា screenshot កន្លែងនេះអញ្ចឹងយើងចុច touch នៅលើ screenshot ហ្នឹងមកtouch បងប្អូន touch វាលើហ្នឹងមកអញ្ចឹងយើង touch តែប៉ុណ្្នឹងបានយើង back វាទៅវិញហើយយើងទៅធ្វើការ screenshot បានយើងឡើងវិញបាទអញ្ចឹងឧទាហរណ៍នេះពីអង្គខ្នងយើងទះវាមកបាទឃើញវា screenshot បានជោគជ័យណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន